សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានទម្លាយនៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយបណ្ដាញព័ត៌មាន Fox News កាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2026ថាកងទ័ពថៃបាននឹងកំពុងរំលោភលើអធិបតេយ្យភាពកម្ពុជាដោយការចូលកាន់កាប់ដីធ្លីហួសពីខ្សែបន្ទាត់ជម្លោះទោះបីជាមានបទឈប់បានដែលសម្របសម្រួលដោយលោក Donald Trump ក៏ដោយយោងតាម Fox News សម្ដេចធិបតីបានបញ្ជាក់ថាកងទ័ពថៃបានប្រើប្រាក់របងលក់បន្លានិងទូកុងតឺន័រដើម្បីបាត់ខ្ទប់ភូមិធានរបស់ពលរដ្ឋខ្មែរដែលទង្វើនេះបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ 80,000 នាក់មិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបានឡើយសម្ដេចបានសង្កត់ធ្ងន់ថាការកាន់កាប់នេះគឺហួសពីអ្វីដែលថៃធ្លាប់បានទាមទារជាឯកតោភាគីទៅទៀតទោះជាយ៉ាងណាបើទោះបីជាមានការរំលោភបំពានបែបនេះក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសយ៉ាងច្បាស់ថាកម្ពុជានៅតែប្រកាន់ខ្ជាប់នៅដំណោះស្រាយដោយសន្តិភាពសម្ដេចបានមានប្រសាសន៍ថាជំហររបស់យើងគឺប្រកាន់ខ្ជាប់នៅដំណោះស្រាយដោយសន្តិភាពជានិច្ចយើងមិនជឿថាការប្រើប្រាស់សង្គ្រាមដើម្បីបញ្ឈប់សង្គ្រាមគឺជាភាពរឹងមាំឬអាចអនុវត្តទៅបានឡើយសម្ដេចនាយករដ្ឋមន្ត្រីបានសម្ដែងការជឿជាក់យ៉ាងមុតមាំថាក្រុមប្រឹក្សាសន្តិភាព Board of Peace របស់លោក Trump នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងថៃសម្ដេចបានចាត់ទុកយន្តការថ្មីនេះថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកស្ថានភាពព្រំដែនឲ្យត្រឡប់មករកភាពប្រក្រតីវិញពាក់ព័ន្ធនឹងបញ្ហាមូលដ្ឋានទ័ពជើងធើរៀមសម្ដេចធិបតីហ៊ុនម៉ាណែតបានច្រានចោលការចោទប្រកាន់ដែលថាចិនគ្រប់គ្រងផ្ដាច់មុខលើទីតាំងនេះសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋធម្មនុញ្ញរបស់យើងចែងថាគ្មានមូលដ្ឋានទ័ពបរទេសណាមួយអាចមានវត្តមាននៅលើទឹកដីកម្ពុជាឡើយសម្ដេចបានលើកឡើងពីវត្តមាននាវាចម្បាំងអាមេរិក USS Cincinnati ដែលបានចូលចតនៅរៀមកាលពីខែមករាថាជាភស្តុតាងដែលបង្ហាញថាកម្ពុជាមិនមែនត្រូវបានប្រើប្រាស់ផ្ដាច់មុខដោយកងទ័ពជើងធើកចិននោះឡើយសម្ដេចបន្ថែមថាកម្ពុជាដែលជាប្រទេសតូចមិនអាចជ្រើសរើសយកប្រទេសមហាអំណាចណាមួយដើម្បីប្រឆាំងនឹងមហាអំណាចមួយទៀតឡើយក្រៅពីបញ្ហាព្រំដែននិងសន្តិសុខសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានបញ្ជាក់ពីការបដិញ្ញារបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសឆោបអនឡាញសម្ដេចបានមានប្រសាសន៍ថារដ្ឋាភិបាលបានបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអាមេរិកពិសេសគឺការសហការជាមួយ FBI ដើម្បីកំទេចប្រតិបត្តិការឆោបទ្រង់ទ្រាយធំនួកថែមទៀតផងនេះជាការបង្ហាញពីការអនុវត្តច្បាប់យ៉ាងតឹងទ្រង់របស់រដ្ឋាភិបាលកម្ពុជាជាមួយគ្នានេះសម្ដេចធិបតីក៏បានប្រកាសពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាមេរិកតាមរយៈការចាប់ផ្ដើមឡើងវិញនៃសមរយុទ្ធរួមគ្នាឆ្មាអង្គរនៅឆ្នាំ2026នេះផងដែរនេះជាសញ្ញានៃការកក់ក្ដៅឡើងវិញនៃទំនាក់ទំនងយោធារវាងប្រទេសទាំងពីរបន្ទាប់ពីបានផាកតាំងពីឆ្នាំ2017មក